ចាសូមជម្រាបសួរប្រិយមិត្តពុកម៉ែបងប្អូនទាំងអស់គ្នានាងខ្ញុំកញ្ញារីករាយថ្ងៃនេះមានសេចក្តីសោមនស្សរីករាយជាខ្លាំងដែលបានមកចែករំលែកដំណឹងថ្មីហើយនឹងជាដំណឹងល្អសម្រាប់បងប្អូនទាំងអស់គ្នាកាលពីអាទិត្យមុនមួយរយៈមុនហ្នឹងគឺនាងខ្ញុំបានចូលរួមវគ្គសិក្សាខ្លីមួយដែលមានឈ្មោះថាវិបស្សនាកម្មដ្ឋានដែលអ្នកខ្លះគេនិយាយថាទៅវិបស្សនាហ្នឹងណាក៏មានអ្នកផ្សេងចែករំលែកនៅលើបណ្ដាញសង្គមខ្ញុំគ្រាន់តែមកចែករំលែកក្នុងនាមជាខ្ញុំជាសិស្សម្នាក់ដែរជាសិស្សចាស់ដែលបានចូលរៀនហ្នឹងគឺខ្ញុំទៅរៀនហ្នឹងគឺថ្ងៃ18មិនិនាដល់ថ្ងៃទី29មិនិនាវគ្គសិក្សាហ្នឹងគឺមានរយៈពេល10ថ្ងៃពេញបើសិនជាយើងគិតថ្ងៃធ្វើដំណើរទៀតគឺ12ថ្ងៃធ្វើដំណើរគេហៅថ្ងៃ0ណាថ្ងៃធ្វើដំណើរទៅមួយថ្ងៃមកមួយថ្ងៃគឺរៀនហ្នឹងគឺ10ថ្ងៃពេញហ្មងអ្នកទាំងអស់គ្នាហើយគេសួរថាវគ្គហ្នឹងគឺជាអីខ្ញុំព្យាយាមធ្វើវីដេអូនេះឲ្យខ្លីដើម្បីឲ្យឆាប់ងាយយល់ណាសូត្រវគ្គហ្នឹងគឺជាអីអ្នកទាំងអស់គ្នាបើសិនជាយើងនិយាយថាវគ្គរៀនជួសជុលម៉ូតូជួសជុលឡានជួសជុលទូរស័ព្ទអញ្ចឹងអ្នកទាំងអស់គ្នាយល់ទេត្រូវទេហើយអាវគ្គវិបស្សនាកម្មដ្ឋានហ្នឹងគឺជាការរៀនជួសជុលចិត្តគឺជាបច្ចេកទេសណាបច្ចេកទេសនៃការរៀនជួសជុលចិត្តរបស់ខ្លួនយើងហ្នឹងដែលដោយសារតែមនុស្សយើងម្នាក់មានបញ្ហាផ្លូវចិត្តមានទុក្ខលំបាករៀងខ្លួនដែលអត់មានមនុស្សណាដែលកើតមកមានតែសុខហើយអត់មានទុក្ខទេគឺអត់មានចឹងហើយធម្មតាអាផ្លូវចិត្តហ្នឹងគឺវាប៉ះពាល់ដល់ផ្លូវកាយនៅពេលដែលយើងមានជំងឺផ្លូវចិត្តយើងអត់សុបាយចិត្តអីយូរទៅវាចេញរោគសញ្ញាតាមផ្លូវកាយឧទាហរណ៍ថាយើងមានបញ្ហា stress យើងអត់សុបាយចិត្តអីចឹងគឺវាចេញតាមរយៈការឈឺស្មាឈឺកឈឺកន្លែងផ្សេងតាមរៀងខ្លួនអញ្ចឹងណាហ្នឹងហើយតែពេលណាដែលផ្លូវចិត្តយើងសុបាយចិត្តស្រស់ស្រាយអាជំងឺហ្នឹងក៏វាកាត់បន្ថយដែរមិនមែនថាវាជាទាំងស្រុងឯងប៉ុន្តែគឺវាកាត់បន្ថយបានច្រើនហើយសុទ្ធថាតាណាគេអត់ចង់រស់នៅដោយសុបាយចិត្តហើយមានសេចក្តីសុខហ្មងណាហើយមួយទៀតអាហ្នឹងដូចខ្ញុំនិយាយអញ្ចឹងវាអាហ្នឹងគឺជាបច្ចេកទេសនៃការព្យាបាលផ្លូវចិត្តឲ្យដល់ឫសគល់ហ្មងមិនសើដូចថាយើងអត់សុបាយចិត្តយើងទៅមិត្តភ័ក្តិជជែកអីអញ្ចឹងណាអាហ្នឹងបានតែប្រឡប់យើងមួយផ្លែតបែបថាជួយបន្លប់ទុកមួយផ្លែតទេហើយការសេពគ្រឿងសេរាក៏ជួយបានតែមួយផ្លែតដែរប៉ុន្តែវគ្គហ្នឹងបើសិនជាយើងទៅរៀនតស៊ូដល់ចប់ហ្មងគឺជួយព្យាបាលដល់ឫសគល់ហ្មងគឺមានប្រសិទ្ធភាពពិតហ្មងណាហ្នឹងគឺសម្រាប់ខ្ញុំក្នុងនាមខ្ញុំជាសិស្សដែលបានទៅរៀនហើយវគ្គហ្នឹងមិនមែនជាការផ្លាស់ប្ដូរសាសនាទេអ្នកទាំងអស់គ្នាឧទាហរណ៍ថាអ្នកទាំងអស់គ្នាជាគ្រីស្ទៀនក៏ទៅរៀនបានជាហិណ្ឌូអ៊ីស្លាមអីទៅរៀនបានទាំងអស់ព្រោះវាមិនមែនជាការផ្លាស់ប្ដូរសាសនាដូចខ្ញុំនិយាយចឹងវាជាបច្ចេកទេសរៀនជួសជុលចិត្តចឹងណាដូចយើងនិយាយទៅខ្ញុំគិតថាអាវគ្គហ្នឹងគឺពិតជាល្អសម្រាប់អ្នកដែលតស៊ូរៀនចប់ដើមព្រោះអីការដែលទៅរៀនហ្នឹងក៏វាមិនមែនជារឿងងាយស្រួលដែរអ្នកទាំងអស់គ្នាមានត្រូវគោរពច្បាប់វិន័យរបស់គេហើយមណ្ឌលវិបស្សនាហ្នឹងគឺលក្ខណៈ international ហ្មងណាជុំវិញពិភពលោកមាន207សាខាហើយនៅខ្មែរយើងហ្នឹងមាន3សាខាចាំខ្ញុំ detail នៅក្នុង website ហ្នឹងឲ្យមើលហើយវីដេអូនេះខ្ញុំចង់និយាយពីអត្ថប្រយោជន៍ដែលខ្ញុំទទួលបានអញ្ចឹងណាគឺការរកឃើញខ្លួនឯងការរកស្គាល់ខ្លួនឯងពិតប្រាកដអញ្ចឹងរកឃើញថាយើងហ្នឹងគឺជាមនុស្សប្រភេទណាសេចក្តីសុខរបស់យើងពិតប្រាកដគឺជាអីហើយនិយាយទៅវាធម្មតាពាក្យថាបញ្ហាផ្លូវចិត្តមួយម៉ាត់វាទលំទលាយណាទាំងអស់គ្នាអ្នកខ្លះទៅក៏គាត់មានបញ្ហាដូចថាបញ្ហានៅកន្លែងធ្វើការគាត់ stress គាត់មិនដឹងដោះស្រាយមិនអីចឹងវគ្គហ្នឹងជួយបានអ្នកទាំងអស់គ្នាហើយអ្នកដែលខ្លះមានបំណុលរំកោះមិនដឹងថាត្រូវដោះស្រាយទិសណាគឺល្ងឹតហ្មងគឺក៏វគ្គហ្នឹងក៏ជួយបានដែរខ្ញុំចង់និយាយថាអញ្ចឹងណាគឺដំណោះស្រាយវា come from within ហ្មងប៉ុន្តែវាតម្រូវឲ្យអ្នកទាំងអស់គ្នាហ្នឹងគឺគោរពវិន័យនៅក្នុងវគ្គហ្នឹងឲ្យបានម៉ត់ចត់ធ្វើតាម instruction របស់គ្រូធ្វើតាមបទវិន័យរបស់គ្រូដែលគេណែនាំនៅក្នុងវគ្គហ្នឹងអ្នកទាំងអស់គ្នាហើយអត់អស់លុយទេសូម្បីតែ1រៀល
បើសិនជាអ្នកទាំងអស់គ្នាចូលរៀន10ថ្ងៃហ្នឹងហើយបើគិតថាវគ្គហ្នឹងល្អយើងអាចធ្វើជាធម្មទានបានតាមសទ្ធារបស់យើង 10000 20000 រៀលឬប្រហែលក៏បានដែរតាមតែអ្នកទាំងអស់គ្នាមានលទ្ធភាពអញ្ចឹងណាតែបើគិតថាចូលរៀនវគ្គហ្នឹង10ថ្ងៃហ្នឹងហើយអត់ប្រយោជន៍ទេបាច់ចូលក៏បានដែរព្រោះគេអត់ចង់បានលុយពីអ្នកដែលចាប់អត់បានអត់យល់តម្លៃនៅក្នុងបច្ចេកទេសវិបស្សនាហ្នឹងទាំងអស់គ្នាហើយព័ត៌មានលម្អិតដែលទាំងអស់គ្នាអាចឆាតសួរតាមលេខទូរស័ព្ទដែលនាងខ្ញុំទម្លាក់ហ្នឹងហើយឬក៏ចូលចុះឈ្មោះទៅតាម website ក៏បានដែរប៉ុន្តែមុនពេលទៅរៀនគឺត្រូវ clear ជាមួយខ្លួនឯងឲ្យច្បាស់ថាអ្នកទាំងអស់គ្នាពិតជាគ្រប់វិន័យគ្រប់បានទាំងអស់ទាំង10ថ្ងៃហ្នឹងហ្មងបានលទ្ធផលបើសិនជាអ្នកទាំងអស់គ្នាអត់គ្រប់វិន័យទេអត់បានលទ្ធផលទេចាសូមអរគុណមានសំណួរអីអាចឆាតសួរនឹងខ្ញុំ direct បាននិយាយទៅបើនិយាយទៀតវាច្រើនមែនតើហ្មងអញ្ចឹងខ្ញុំអត់ចង់ឲ្យវីដេអូនេះវាវែងពេកសូមអរគុណ